សួស្តីប្រិយមិត្តនៃការអង្គុយ YouTube ម្ដងទៀតជួបជាមួយខ្ញុំបាទ Matic Plus Plus នៅក្នុងមេរៀននេះគឺខ្ញុំចង់បង្រៀនអ្នកទាំងអស់គ្នាទាក់ទងទៅនឹងការរចនាអត្ថបទក៏ដូចជាការបដូរហ្វុនអក្សរការតម្លើងទំហំអក្សរការដាក់ដិតដាក់ពណ៌អីផ្សេងៗគឺយើងធ្វើការនៅលើនេះនៅក្នុងប្លុកនេះបាទអូខេអញ្ចឹងយើងចាប់ផ្ដើមទាំងអស់គ្នាបាទគឺខ្ញុំគ្រាន់តែ copy មកគឺមានស្រាប់យើងបានឃើញកាលពីមេរៀនមុនអញ្ចឹងគឺអត្ថបទដូចគ្នាទេប៉ុន្តែគឺវាមាន color មានបន្ទាប់ពីក្រោមអក្សរដិតហើយនឹង highlight ពណ៌ជាដើមបាទអញ្ចឹងនៅក្នុងមេរៀននេះគឺយើងនឹងសិក្សាអំពីវាបាទអញ្ចឹងយើងមើលកន្លែងនេះទាំងអស់គ្នាបាទម្ដុំនេះគឺសម្រាប់កែទំហំអក្សរហើយនឹងកែហ្វុនអក្សរអូខេអញ្ចឹងយើងសាកទាំងអស់គ្នាឧទាហរណ៍ថា Welcome to Matic Plus Plus ខ្ញុំអត់ចង់បានពុម្ពអក្សរហ្នឹងទេខ្ញុំចង់បានពុម្ពអក្សរផ្សេងអញ្ចឹងខ្ញុំចុចសញ្ញាពូនកន្លែងនេះបាទយើងចុចមកហើយយើងរើសពុម្ពអក្សរមកឧទាហរណ៍ថាយើងចង់បាន Pastella យើងចុច Pastella គឺវាអាចដូរបានហើយបញ្ជាក់មួយទៀតគឺវាដូរអក្សរណាដែលយើង select ទេហើយនៅពេល select គឺយើងគ្រាន់តែ click លើវាហើយទាញមកបានហើយយើងចង់ select វិញក៏បានចង់ select ទាំងអស់ក៏បានគឺស្អាតតែយើងបាទអញ្ចឹងយើង select យកតាម Welcome to Matic Plus Plus បន្ទាប់មកយើងសាកដូរ font វាថែមទៀតបាទខ្ញុំអត់ឆ្លាញ់យ៉ាងទេគឺខ្ញុំចង់ដូរថែមទៀតគឺរើសយក Algerian បាទគឺអក្សរឆ្លាក់អូខេអញ្ចឹងគឺស្រេចលើចំណូលចិត្តរបស់អ្នកទាំងអស់គ្នាទេហើយមួយវិញទៀតបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យអក្សរធំជាងហ្នឹងគឺអ្នកទាំងអស់គ្នាអាចចម្លើយ font បានពេលនេះគឺយើងឃើញថា font វា14 pixel នេះអញ្ចឹងអ្នកទាំងអស់គ្នាចង់បានធំជាងហ្នឹងគឺយើងគ្រាន់តែចុចសញ្ញាពូជពីក្រោមហ្នឹងហើយយើង select font ហ្នឹងគឺវាអាចមានទំហំធំជាងនឹងដល់72ឬក៏លើនឹងទៀតឬក៏អ្នកទាំងអស់គ្នាអាចវាយចូលលេខខ្លួនឯងបានឧទាហរណ៍ថាក្នុងនេះគឺអត់មានលេខ15 pixel ទេអញ្ចឹងអ្នកទាំងអស់គ្នាចង់វាយ15 pixel យើងចុចលើហ្នឹងមកចុចលុប4វាយ15ចុច enter គឺចេញ15ចង់បាន22 pixel វាយ22ចេញ22 pixel ឬក៏អ្នកទាំងអស់គ្នាអាចចម្លើយឬក៏បន្ថយ font បាននៅកន្លែងអក្សរ A ឡើងអក្សរ A ចុះនេះនេះជាហ្នឹងអានេះគឺសម្រាប់តម្លើងពុម្ពអក្សរបាទតម្លើងទំហំអានេះគឺសម្រាប់ថយមកវិញអូខេហើយមួយវិញទៀតបើសិនជាអ្នកទាំងអស់គ្នាចង់ដាក់ color ឧទាហរណ៍ថាមេរៀនទី3 working with text យើងឃើញវាខ្មៅក្រឹបអញ្ចឹងគឺវាអត់មានតាក់ទាញអីទេគឺអ្នកទាំងអស់គ្នាចូលទៅកាន់ខាងក្រោមនេះកន្លែងនេះគឺសម្រាប់រចនាអក្សរបាទអាចុងកន្លែងនេះគឺសម្រាប់ដាក់ពណ៌អក្សរយើងឃើញអក្សរ A ហើយមានពណ៌ពីក្រោមនោះគេដាក់ font color បន្ទាប់មកយើងចុចសញ្ញាព្រួយនៅជិតវានោះគឺយើងអាចរើសពណ៌បានពណ៌ផ្ទៃមេឃពណ៌អីផ្សេងៗពណ៌ក្រូចពណ៌ក្រហមអូខេយើងពណ៌ក្រហមបាទគឺវាដូរពណ៌យើងដូចគ្នានេះដែរបើសិនជាយើងចង់ដូរអាណាគឺយើងគ្រាន់តែ select ហ្នឹងមកបន្ទាប់មកចុចកន្លែងសញ្ញាព្រួយគឺដូរពណ៌បានបាទហើយបើសិនជាអ្នកទាំងអស់គ្នាចង់ highlight អក្សរឧទាហរណ៍ថាខ្ញុំចង់ highlight ពី subscribe អញ្ចឹងខ្ញុំ select លើហ្នឹងមកហើយខ្ញុំរើសអា function នេះជាហ្នឹងនេះអក្សរ AB នេះជា color មកហ្នឹងតោះមកខ្ញុំចុចសញ្ញាព្រួយនេះជាហ្នឹងដែរគឺខ្ញុំអាចរើសពណ៌បានពណ៌លឿងគឺចេញពណ៌លឿងពណ៌ផ្ទៃមេឃគឺចេញពណ៌ផ្ទៃមេឃពណ៌បៃតងពណ៌ខៀវឬក៏ពណ៌ក្រហមជាដើមបាទហើយជាទូទៅគឺ highlight អក្សរគឺជាច្រើនគឺយកពណ៌លឿងបាទអញ្ចឹងយើងឃើញហើយមួយវិញទៀតបើសិនជាខ្ញុំចង់ឲ្យអក្សរនឹងដិតឬក៏ trade ឬក៏ដាក់បន្តពីក្រោមនេះយើងមើលកន្លែងនេះមានការ3នេះហើយអាទី1នេះសម្រាប់អក្សរដិតអាទី2សម្រាប់ឲ្យអក្សរ trade អាទី3នេះដាក់បន្តពីក្រោមអូខេអញ្ចឹងខ្ញុំចង់ឲ្យពីអា subscribe នេះទៅដិតទៀតអញ្ចឹងខ្ញុំ select ទៅនឹងមកហើយខ្ញុំយកអក្សរ B ដិតបាទខ្ញុំចង់ដោះចេញវិញគឺខ្ញុំលើក B ខ្ញុំដងទៀតមកគឺដោះចេញវិញអូខេហើយអក្សរ I នេះដេកអញ្ចឹងជាអក្សរ I មកគឺដេកបើចង់ដោះចេញវិញគឺចុចម្ដងទៀតគឺដោះចេញវិញបាទអូខេអញ្ចឹងខ្ញុំដាក់ម្ដងទៀតចុចយ៉ាងមួយទៀតគឺខ្ញុំចង់ដាក់តតលើនេះខ្ញុំគ្រាន់តែ select វានឹងមកហើយតមកខ្ញុំយកអក្សរ U នេះ underline ខ្ញុំចុចលើនោះមកគឺវាបានបន្តមួយហើយវាមានជំរឿនឲ្យច្រើនទៀតគឺយើងចុចសញ្ញាព្រួយពីក្រោមមកគឺយើងអាចរើសបានបន្ត2បន្តក្រាស់បន្តចុចឬក៏បន្តទៅកន្លងពីដើមបាទអញ្ចឹងយកបន្ត2មកកុំឲ្យវាសាំពេក
ហើយចំពោះអា3នេះវិញគឺអ្នកទាំងអស់គ្នាអាចមើលបានថា PowerPoint ឧទាហរណ៍ថាក្នុងអត្ថបទរបស់អ្នកទាំងអស់គ្នាចង់បញ្ជាក់ថា PowerPoint ហ្នឹងគឺអត់មានទេគឺអ្នកទាំងអស់គ្នាចង់បញ្ជាក់ថា PowerPoint ត្រូវបានគេដកចេញអញ្ចឹងយើង select យក PowerPoint ហ្នឹងមកបន្ទាប់មកយើងចុចអានេះមកឈោតចោលគឺបានន័យថាអញ្ចឹងដល់ Photoshop អត់មានទេយើង select មកគឺយើងឈោតចោលហើយអ្វីដែលអ្នកទាំងអស់គ្នាបានរៀនអំបញ្ញមិញនេះគឺងាយស្រួលមែនតើគឺគ្រាន់តែជា basic level ទេហើយនៅក្នុងវីដេអូក្រោយៗទៀតគឺយើងនឹងសិក្សាតែជ្រៅទៅបាទអញ្ចឹងសូមតាមដានទាំងអស់គ្នាហើយសង្ឃឹមថាអ្នកទាំងអស់គ្នាចូលរួម subscribe ទៅលើ channel Mathematic Plus ក៏ដូចជា share វីដេអូនេះទៅកាន់មិត្តភ័ក្តិអ្នកទាំងអស់គ្នាដើម្បីឲ្យពួកគាត់បានរៀន Microsoft Free ផងបាទអូខេសូមអរគុណជួបគ្នានៅវីដេអូក្រោយ